បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏ដូចជាសិស្សានុសិស្សគ្រូទាំងអស់គ្នាផងដែរបាទនេះគឺជាសកម្មភាពទាំងស្រុងនៅក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែនសំពង់ជ័យយើងបានធ្វើសង្ក្រាន្តនៅថ្ងៃទី6 ខែ 4 ឆ្នាំ 2023 បាទហើយនេះគឺជាសកម្មភាពកូនសិស្សគាត់បានថតរូបលេងសានហើយនៅពេលនេះគឺយើងវេលាម៉ោងដូចជា9ហើយយើងអាកាសធាតុនេះដូចជារៀងក្តៅបន្តិចមិនក្តៅបន្តិចទេក្តៅខ្លាំងហ្មងបងប្អូនចង់ឆេះហើយឥឡូវហ្នឹងយើងមិនទាន់មានការលេងល្បែងកំសាន្តទេឥឡូវយើងនឹងទីទៀតហ្នឹងយើងមានកម្មវិធីសូត្រមន្តហើយនឹងកម្មវិធីបន្តទៀតជាហោហែហើយនឹងយើងឃើញវីដេអូបន្តទៀតហើយខ្ញុំបានថតសកម្មភាពទាំងអស់សម្រាប់កម្មវិធីយើងរហូតដល់កម្មវិធីរាំលេងកំសាន្តបាទអញ្ចឹងឃើញថាមានសិស្សានុសិស្សហើយលោកគ្រូទាំងអស់បានចូលរួមយ៉ាងសស្រាក់សស្រាំហើយសាមគ្គីគ្នាហើយយើងស្របគ្នាផងដែរនោះគឺយើងនឹងមានធ្វើកម្មវិធីរួមគ្នាតែម្ដងយើងធ្វើទាំងសង្ក្រាន្តហើយនឹងយើងធ្វើទាំងពិធីបុណ្យផ្កាដើម្បីយើងយកថវិកាដើម្បីអភិវឌ្ឍសាលារៀនបន្តទៀតបាទហើយនេះគឺជាអគារសិក្សារបស់សិស្សជារៀងរាល់ថ្ងៃដែលយើងបរៀនសិស្សបាទកម្មវិធីបន្តទៀតគឺយើងមានការសម្ដែងពីបងប្អូនទាំងអស់គ្នាដែលគាត់បានហាត់សូមចម្រៀងដែលមានចំណងជើងថាស្រឡាញ់អ្វីដែលខ្មែរមានអញ្ចឹងខ្ញុំឃើញថាបងប្អូនទាំងអស់គ្នាមើលទៅឃើញគាត់មុននឹងគាត់ឡើង perform នៅថ្ងៃនេះគឺគាត់បានហាត់សូមជាច្រើនថ្ងៃឃើញគាត់មានការព្យាយាមហើយគាត់ព្យាយាមរាំឲ្យបានស្រស់គ្នាដើម្បីកុំឲ្យកម្មវិធីយើងមើលទៅញ៉ៃអញ្ចឹងគឺទឹកចិត្តរបស់គាត់គឺមានការស្រឡាញ់ហើយនឹងគាត់រាំចេញពីចិត្តទាំងអស់គ្នាហើយខ្ញុំឃើញសកម្មភាពនេះក៏ខ្ញុំសប្បាយចិត្តជំនួសពួកគាត់ដែរហើយខ្ញុំអត់បានដាក់ភ្លេងផ្ទាល់ទេដោយសារបាសគាត់ចាក់ទៅឮខ្លាំងវិញដល់អញ្ចឹងវាអាចស្ដាប់ទៅពិបាកស្ដាប់អញ្ចឹងក៏ខ្ញុំខ្ជិលដាក់សលេងស៊ីនត្មងហ្នឹងហើយសង្ឃឹមថាបងប្អូនអរគ្នាសាមគ្គីគ្នារហូតព្រោះហើយជូនពរបងប្អូនទី12អរគ្នាឆ្នាំនេះគឺទទួលបានជោគជ័យហើយនឹងប្រឡងឲ្យបានជាប់ទាំងអស់គ្នាហើយយើងបើកយើងវ៉ាកងយើងយូរដែរហើយយើងត្រឡប់មកវិញគឺយើងរៀនហើយយើងប្រឡងតែម្ដងហ្នឹងហើយជូនពរជោគជ័យទាំងអស់គ្នាបាទហើយនេះយើងចូលមួយបទទៀតហើយចង្វាក់នេះគឺជាចង្វាក់ផ្សេងចង្វាក់តាលុងអញ្ចឹងឃើញទៅបងប្អូនរាំមើលទៅយើងសោកគ្នាបានច្រើនហើយនៅពេលគាត់កំពុងរាំនេះមិនមែនតិចឯងបងប្អូនក្តៅមែនតើគឺម្សិលមិញនេះគឺមេឃក្តៅរហូតចាប់ពីកម្មវិធីចាប់ផ្ដើមរហូតដល់កម្មវិធីបញ្ចប់ អ
ចឹងយើងនៅមានមួយបទទៀតហើយយើងរងចាំមើលពួកគាត់រាំមួយបទទៀតចឹងគឺមាន3បទចឹងឆ្នាំនេះគឺយើងអត់មានរាំរបាំទេយើងមានតែរាំសម្ដែងហើយនឹងចុងនៃការរាំនេះគឺយើងនៅមានការសម្ដែងរឿងពីបងប្អូនថែមទៀតចឹងឃើញពួកគាត់មានទេពកោសល្យច្រើនណាស់តែឆ្នាំនេះអត់មានរបាំដោយសារយើងកង្វះខាតធនធានដែរគឺយើងត្រូវធ្វើការកសាងនៅសាលាច្រើនអញ្ចឹងយើងធ្វើបុណ្យផ្កាដើម្បីរៃអង្គាសលុយដើម្បីយកមកអភិវឌ្ឍសាលាអញ្ចឹងរបាំវាត្រូវការតុបតែងត្រូវការមានសម្ភារៈច្រើនអញ្ចឹងឲ្យបានធ្វើឲ្យឆ្នាំហ្នឹងគឺយើងអត់មានរបាំទេបាទហើយយើងមានតែកម្មវិធីល្បែងកម្សាន្តហើយនឹងរាំលេងកម្សាន្តពីបងមិនទាន់អូផេនហាតឃើញស្រីស្អាតបងខ្លាចតែគេឆោបោកស្រីស្អាតអីលើបើឲ្យលួងលោមកោកចុងក្រោយគេបោកដេកទួញយំសោកធ្វើបាបបងនឹងអួតនោះអួតខ្ញុំចង់តែក្អួតទេបងរៀងនឹងទំនងមិនមែនជាប្រុងចំទេត្រូវរើអត់បោមកយូរដូចជាអាចដែរមិនឲ្យប្រុងញ៉ាយតើពិតមែនទេប្រុសបងប្រកាន់បងទីបើបងចង់សុំស្នេហ៍3បទជាប់គ្នាហើយយើងមកកម្មវិធីឆ្លើយសំណួរយករង្វាន់ម្ដងគឺយើងឆ្លើយតទៅជាមួយនឹងវប្បធម៌ទៅឲ្យបងប្អូនគាត់ក្នុងការប្រុងប្រៀបឆ្លើយហើយនឹងបានទទួលរង្វាន់ជាសភៅហើយនឹងប្រាក់ឧបត្ថម្ភតិចតួចឲ្យបងប្អូនលើកទឹកចិត្តបងប្អូនឆ្លើយហើយល្អមែនតើហើយមានអ្នកខ្លះឆ្លើយត្រូវទៅមានសិស្សខ្លះក៏ឆ្លើយខុសទៅព្រោះពេលខ្លះគាត់ឆ្លើយលើសពីកម្រិតរបស់គាត់ណាជួនកាលវាមានសំណួរហ្នឹងនៅថ្នាក់ធំទេតែថ្នាក់តូចគាត់ចាប់ចំសំណួរធំក៏ឆ្លើយអត់ចេញទៅហើយអ្នកខ្លះក៏ឆ្លើយត្រូវទៅអញ្ចឹងបងប្អូនមានភាពក្លាហានមែនតើហើយបង្កើតកម្មវិធីនេះមកគឺល្អសម្រាប់ឲ្យបងប្អូនគាត់ចូលចាំចំណេះដឹងដែលគាត់បានរៀនហើយតើតើជាមួយនឹងភូមិវិទ្យាប្រវត្តិវិទ្យាចឹងគាត់អាចឆ្លើយបាន ម
បាទឥឡូវយើងចូលមកកាន់កម្មវិធីមួយទៀតđấyគឺការសម្ដែងរឿងអប់រំខ្លីរបស់បងប្អូនទាំងអស់គ្នាបាទហើយខ្ញុំឃើញពួកគាត់សម្ដែងបានល្អមែនទែនគាត់មិនមែនជាតារាអាជីពឬក៏អ្នកសម្ដែងអាជីពអីទេប៉ុន្តែពួកគាត់មានសេចក្តីក្លាហាននៅក្នុងការដែលគាត់សម្ដែងរឿងទាំងការនិយាយប្រូទាំងការបញ្ចេញបញ្ចូលអីពួកគាត់អាចយល់បានពីព្រោះថាគាត់មានរយៈពេលខ្លីក្នុងការសម្ដែងប៉ុន្តែពួកគាត់អាចសម្ដែងបានខ្ញុំគិតថាពួកគាត់អាចមានភាពក្លាហានអញ្ចឹងគឺពួកគាត់ទៅពេលខាងមុខដែលគាត់រៀនចប់ទី12អញ្ចឹងហើយគាត់អាចទៅចូលទៅធ្វើការកន្លែងផ្សេងៗគឺគាត់ងាយនឹងមានតំណែងតំណងព្រោះកាលណាដែលគាត់មានសេចក្តីក្លាហានគឺការតំណែងតំណងរបស់គាត់គឺល្អអាចស្វែងរកការងារធ្វើបានល្អអូខេអញ្ចឹងពួកគាត់បានសម្ដែងហើយពេលហ្នឹងគឺម៉ោងដូចជាថ្ងៃមែនតើហើយដៅខ្លាំងមែនតើគឺចង់ឲ្យលីអីនៅលើតង់ហ្នឹងគឺចង់ឲ្យលីអីចឹងបងប្អូនសម្ដែងបានល្អមកជោបលើ
lên sao mà nó mất thế không ta hay nó có để chui dài thế không nữa thằng Phi đó ban người ná cho mình này chui ok ngoài xong thì chắc hàng sáng ngày đang một phê không bị đôi vui tôi bao giờ là bao giờ mọi người đi đài đi vui hãy làm sao không con một cái chương trình bài ok nói cho em mày lấy tay làm tayបាទបន្តពីសាច់រឿងយើងទៅបានសម្ដែងបញ្ចប់យើងមកដល់វគ្គលេងវាយក្អមម្ដងបងប្អូនអរគ្នាឥឡូវខ្ញុំបានចូលទៅខ្លួនឯងហើយពេលហ្នឹងគឺគេបង្វិលខ្ញុំ3ជុំប៉ុន្តែក្បួននៃការវាយក្អមគឺយើងទុកចិត្តអ្នកណាម្នាក់ដែលនៅសលេងយើងស្ដាប់សលេងអ្នកណាគេយើងដែលយើងអាចទុកចិត្តបានថាគាត់អាចប្រាប់យើងបានត្រឹមត្រូវអញ្ចឹងពេលហ្នឹងខ្ញុំឡើងវិញទៅហើយខ្ញុំស្ដាប់ខ្ញុំព្យាយាមស្ដាប់អ្នកខាងក្រៅខ្ញុំព្យាយាមស្ដាប់អ្នកណាម្នាក់ដែលអាចទុកចិត្តបានពេលហ្នឹងគឺខ្ញុំវាយហ្នឹងគេឲ្យខ្ញុំវាយហ្នឹងអញ្ចឹងវាយបានត្រូវមែនបាទអញ្ចឹងគឺយើងមិនវាយក្អមមិនចេះតែវាយណាគាត់ថាយើងពេលយើងវាយយើងទុកចិត្តអ្នកណាម្នាក់ដែលយើងអាចឲ្យអ្នកណាម្នាក់ប្រាប់យើងហើយយើងស្ដាប់តែម្នាក់នឹងបានហើយកុំស្ដាប់អ្នកណាដែលប្រាប់យើងខុសអ្នកខ្លះប្រាប់យើងទៅនេះខុសអញ្ចឹងគឺវាយបានត្រឹមត្រូវហើយខ្ញុំអត់មានរាវទេខ្ញុំចាំស្ដាប់គេប្រាប់វិញហើយបើយើងឲ្យយើងស្មានខ្លួនឯងត្រូវមកគឺមិនអាចស្មានខ្លួនឯងត្រូវមិនអាចស្មាននេះគាត់តែគេប្រវត្តិខ្ញុំប៉ុណ្ណឹងខ្ញុំវិញទៅហើយខ្ញុំអត់ជឿគេឲ្យខ្ញុំទៅនឹងចឹងកម្មវិធីយើងគឺបន្ទាប់ពីគេលេងល្បែងកំសាន្តហើយយើងនឹងមានការរាំលេងកំសាន្តអញ្ចឹងយើងមករំលេងកំសាន្តហើយអានេះគឺដំបងបន្តមានមនុស្សច្រើនទេ
ចាំមើលតែដល់បត់ញាក់អត់ដឹងថាមកពីណាទេគឺក្មេងៗវាច្រើនគឺគាត់ចូលចិត្តបត់ញាក់គាត់ងាយស្រួលរំអត់ពិបាកធ្វើដៃធ្វើជើងអញ្ចឹងយើងរាំលេងកំសាន្តសប្បាយដល់អ្នកគ្នាហើយយើងនឹងចប់កម្មវិធីនឹងទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានវីដេអូហើយយើងនឹងមើលសកម្មភាពបងប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់រាំនៅវងនេះផងដែរបាទអរគុណ